ខ្ញុំបាទសូមលំអរកាយគោរពស្វាគមន៍និងជំរាបសួរប្រិយមិត្តសាជាថ្មីបាទកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារថ្មីមួយលើកយកមកចែកជូនដែលមានចំណងជើងថាតើខ្ញុំគួរធ្វើបែបណាដែលជាខ្លឹមសាររបស់លោកស្រីត្រីដាណាប្រិយមិត្តនិងពុកម៉ែបងប្អូនជាទីគោរពរាប់អាននៅលើបណ្ដាញសង្គមបងប្អូនប្រកាសជាជ្រាបពាក់ព័ន្ធទៅនឹងអវត្តមានរបស់លោកស្រីត្រីដាណាមួយរយៈពេលមូលហេតុដោយសារតែគាត់ប៉ះពាល់សតិអារម្មណ៍ផ្លូវចិត្តដោយសារតែមានអ្នកជន់ពន្លិចរិះគន់បាត់ជេរប្រមាថនៅប្រិមិត្តអញ្ចឹងក្រោយពេលដែលគាត់សង្ងំមួយរយៈដើម្បីប៉ះប៉ូវផ្លូវអារម្មណ៍របស់គាត់ឲ្យល្អប្រសើរឡើងវិញបាទជាក់ស្ដែងសម្រាប់ថ្ងៃនេះលោកស្រីបានបង្ហាញវត្តមានសារជាថ្មីគាត់ចេញមកឈរ live លោកពេជ្រលោកផលិតផល NNP ក្នុងនោះក៏មានការចែកជូនជាកាដូជូនដល់ fan ក៏ដូចជាការ free ជាភេសជ្ជៈសម្រាប់បងប្អូនយើងដែលទៅដល់ហាងពេជ្រដោយផ្ទាល់បាទប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនឹងធ្វើបងប្អូនចាប់អារម្មណ៍បំផុតដោយសារតែមាន caption ថ្មីពីរបស់លោកស្រីដែលគាត់សរសេរនៅក្នុង page ផ្លូវការរបស់គាត់នៅ caption ទី1នេះគាត់លើកឡើងថាពាក់ព័ន្ធទៅនឹងរឿងមតិរិះគន់ជន់ពលិចជេរប្រមាថបាទទោះបីលោកស្រីតឬក៏លោកស្រីស្ងៀមស្ងាត់មិនបានតបតគេថាគាត់ចាញ់ឬក៏ពិតដោយពាក្យគេចោទប្រកាន់ប៉ុន្តែនៅពេលដែលលោកស្រីបាទតបតច្រើនពេកទៅគេថាគាត់នឹងចេញមកសម្ដែងយក view ដើម្បីលុបផលិតផលអញ្ចឹងមានន័យថាលោកស្រីតក៏ខុសមិនតក៏ខុសអញ្ចឹងលោកស្រីគួរធ្វើបែបណាបាទគួរសួរទៅដល់ fan យើងណាប្រិមិត្តគួរធ្វើបែបណាទៅបាទការលើកឡើងបែបនេះបាទបងប្អូនយល់ឃើញបែបណាអាស្រ័យទៅលើអារម្មណ៍របស់បងប្អូននិងការយល់ដឹងតែប៉ុណ្ណោះហើយបងប្អូនអាចចូលរួមមតិនៅក្នុង page ផ្លូវការរបស់លោកស្រីបានជាការចូលរួមចំណែកមតិនៅសំណួររបស់លោកស្រីណាប្រិមិត្តថាគាត់គួរធ្វើបែបណាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំបាទសូមចូលរួមមតិបន្តិចបាទសូមបញ្ជាក់ថាមិនមែនជារឿងបង្គាប់បញ្ជាទេជារឿងចូលរួមមតិបាទដើម្បីបងប្អូនស្វែងយល់បន្តទៀតនៅប្រិមិត្តបាទអ្វីជាការបាទរិះគន់ស្ថាបនាឬក៏ជន់ពលិចឬក៏ជាការជេរប្រមាថបាទអាស្រ័យទៅលើការពាក្យរិះគន់បាទរបស់មតិដែលគេយល់ឃើញនៅប្រិមិត្តហើយធ្ងន់ធ្ងរឬក៏ស្រាលឬក៏មធ្យមបងប្អូនអាចដឹងហើយអញ្ចឹងមតិរិះគន់ឬក៏ជេរប្រមាថដោយមិនមានការពិតបើបងប្អូនបាទទ្រាំមិនបានបងប្អូនមាន3ចំណុចដើម្បីតបតនៅប្រិមិត្តគឺមាន3ចំណុចដើម្បីតបតបាទចំណុចទី1បងប្អូនអាចតបតតាមរយៈប្រព័ន្ធច្បាប់គឺសន្តិវិធីបាទនៅពេលបុគ្គលណាម្នាក់ដែលជេរប្រមាថយើងលើបណ្ដាញសង្គមចោទប្រកាន់ដោយមិនមានការពិតធ្ងន់ធ្ងរប៉ះពាល់ដល់កិត្តិយសនិងភាពថ្លៃថ្នូររបស់យើងដែលយើងទ្រាំលែងបានយើងអាចបាទប្តឹងផ្ដាល់បានតាមប្រព័ន្ធច្បាប់បាទនឹងស្ងាត់បំផុតស្ងាត់គឺមានដីកាក៏ហៅបុគ្គលដែលប្រមាថយើងឲ្យប្រិមិត្តបាទទៅជួបគ្នានៅមុខតុលាការហើយនឹងស្ងាត់បំផុតនឹងជាចំណុចទី1ចំណុចទី2បងប្អូនអាចតបតបានតាមរយៈចេញមក live វីដេអូជាសាធារណៈឬក៏ comment ចូលក្នុង page ផ្លូវការសម្រាប់បុគ្គលដែលជេរប្រមាថយើងហ្នឹងបាទឬក៏ជាសាធារណៈក៏បានដែរយើងចេញមក live ដោយមានហេតុផលយើងបញ្យល់ហេតុផលថាហេតុអីក៏យើងធ្វើអញ្ចឹងហេតុអីក៏យើងជំនួយទៅបុគ្គលនោះហេតុអីក៏យើងផ្ដាច់ជំនួយទៅបុគ្គលនោះដោយមានហេតុផលថាហេតុនេះហេតុនោះមូលហេតុនេះមូលហេតុនោះឲ្យបងប្អូនលើបណ្ដាញសង្គមបានយល់ជាពិសេសបុគ្គលដែលយល់ច្រឡំមកលើយើងហ្នឹងឲ្យគាត់បានយល់នៅប្រិមិត្តនេះជាចំណុចទី2ដែលបងប្អូនគួរតែតបតបាទប្រិមិត្តជាទីមេត្រីចំណុចទី3បាទគឺបងប្អូនអាចតបតតាមរយៈហិង្សាវិញមានន័យថាគេប្រើមកយើងដោយអត់ហេតុផលដោយអត់ការពិតយើងអាចប្រើទៅវិញដោយអត់ហេតុផលដោយអត់ការពិតដែរគេថាយ៉ាងណាមកទៅវិញយ៉ាងហ្នឹងដែរបាទខ្លាំងមកខ្លាំងទៅចឹងណាប្រិមិត្តអញ្ចឹងចំណុចទាំង3នេះបងប្អូនអាចជ្រើសរើសបានជាការចូលរួមមតិទេមិនមែនជាការបង្គាប់បញ្ជាទេអញ្ចឹងបងប្អូនអាចត្រិះរិះពិចារណាទាំងអស់គ្នាមិនចំពោះតែលោកស្រីទីរណាទេសម្រាប់បងប្អូនទូទៅបាទយើងអាចជ្រើសរើសចំណុចទាំង3ដើម្បីតបតតាមប្រព័ន្ធច្បាប់ក៏បានតាមការបញ្យល់មានហេតុផលក៏បានឬក៏ប្រើទៅប្រើមកក៏បានប្រិមិត្តអាស្រ័យទៅលើបងប្អូនគិតមើលថាមួយណាដែលល្អជាងបាទអញ្ចឹងចំណុចនេះគឺបងប្អូនយល់ហើយឥឡូវយើងងាកអារម្មណ៍ទាំងអស់គ្នាមកតាមដានខ្លឹមសារទី2ជាខ្លឹមសាររបស់លោកស្រីទីរណាដដែលគាត់សរសេរជា caption ទី2នោះមានអត្ថន័យថានៅពេលដែលគាត់ជួបបញ្ហាបាក់ទឹកចិត្តលែងចង់បោះជំហានទៅមុខតើមានមនុស្សប្រមាណអ្នកដែលនៅក្បែរគាត់ចាំលើកកម្លាំងចិត្តចាំសួរសុខទុក្ខហើយលោកស្រីអរគុណសម្រាប់ពេលវេលាកន្លងទៅដែលធ្វើឲ្យលោកស្រីមានបទពិសោធន៍ក្នុងការស្វែងយល់ឲ្យដឹងថានរណាម្នាក់ដែលល្អពិតឬក៏ល្អคล้ายៗតែសម្បកក្រៅល្អតែមុខបាទខាងក្រៅផ្សេងខាងក្នុងផ្សេងអញ្ចឹងណាប្រិមិត្តអ្នកណាម្នាក់ដែលនៅក្បែរដើម្បីទាញប្រយោជន៍នៅពេលដែលលោកស្រីជួបបញ្ហាគឺថាស្ងាត់ឈឹងបាទអញ្ចឹងលោកស្រីដឹងទាំងអស់នៅពេលហ្នឹងគាត់អរគុណដល់ពេលវេលាដែលធ្វើគាត់ស្វែងយល់នៅបទពិសោធន៍ថ្មីមួយនេះហើយលោកស្រីក៏អរគុណផងដែរសម្រាប់ fan មួយចំនួនដែលយកចិត្តទុកដាក់ធ្វើការ live បាទរំលែកទុក្ខឬក៏ចូលរួមមតិបាទនៅពេលដែលលោកស្រីជួបបញ្ហាផ្លូវចិត្តបាទ
គេ live ដោយផ្ទាល់ឬក៏គេចូលរួមមតិតាមរយៈ comment ចូលភ័យផ្លូវការរបស់គាត់បាទធ្វើឲ្យលោកស្រីមានកម្លាំងចិត្តឡើងវិញគាត់អរគុណសម្រាប់បងប្អូនដែលមានទឹកចិត្តបែបហ្នឹងជូនពរអ្នកទាំងអស់គ្នាសុខចម្រើននៅក្នុងឆ្នាំថ្មីនេះប្រិមិត្តពាក់ព័ន្ធទៅនឹងខ្លឹមសារទាំងមូលគឺលោកស្រីចង់លើកឡើងអំពីចិត្តថ្លើមរបស់មនុស្សយើងនៅប្រិមិត្តគឺមានចិត្តបាននិងចិត្តមិនបានមិនថាតែក្រុមគ្រួសារក្នុងរង្វង់គ្រួសារគឺមានប្តីប្រពន្ធកូនចៅឪពុកម្ដាយក្មេកឪពុកម្ដាយបង្កើតនៅក្នុងហ្នឹងគឺគេហៅគ្រួសារណាប្រិមិត្តឬក៏អ្នកដតីឬក៏សាច់ញាតិបងប្អូនបាទបងប្អូនចដូនមួយឬក៏អ្នករាប់អានគ្នាបាទបងថ្លៃបងថ្លៃជាសាច់ញាតិណាប្រិមិត្តគឺមានចិត្តបានឬក៏ចិត្តមិនបានអ្វីដែលខ្លឹមសាររួមគឺលោកស្រីចង់បញ្ជាក់ថាអ្នកណាដែលចិត្តបានគឺចិត្តមិនបានគឺគាត់អាចដឹងនៅពេលដែលគាត់ជួបបញ្ហាដល់ប្រិមិត្តនេះជាភាពជាក់ស្ដែងមួយសម្រាប់បាទមនុស្សទូទៅមិនសម្រាប់តែលោកស្រីតែម្នាក់ទេគឺអត់គិតពីអាយុតួនាទីវណ្ណៈអីទេបាទគឺមនុស្សម្នាក់ចិត្តមួយបាទអ្នកខ្លះក៏ចិត្តបានអ្នកខ្លះក៏ចិត្តមិនបានអញ្ចឹងយើងក៏មិនអាចបន្ទោសបានដែរថាអ្នកដែលចិត្តមិនបានជាមួយយើងបន្ទោសគេឬក៏អ្នកដែលចិត្តបានយើងអរគុណគេទៅបាទអាស្រ័យទៅលើចិត្តគេយើងគ្រាន់តែសម្គាល់មើលទេបាទមិនអាចបង្ខំណាម្នាក់ឲ្យធ្វើតាមចិត្តយើងបានទេអ្វីដែលលោកស្រីចង់លើកឡើងគឺសម្គាល់មនុស្សចិត្តបានឬមិនបានណាប្រិមិត្តអញ្ចឹងអ្វីក៏ដោយក៏មិនអាចដូចចិត្តយើង 100% ដែរនេះជាការចូលរួមមតិរបស់ខ្ញុំបាទទេពាក្យថាគ្រួសារគឺមានប្តីប្រពន្ធកូននៅក្នុងហ្នឹងណាប្រិមិត្តប្តីប្រពន្ធនិងកូនជាក្រុមគ្រួសារក៏មានគ្រួសារខ្លះមានឪពុកក្មេកម្ដាយក្មេកឪពុកបង្កើតម្ដាយបង្កើតក្នុងហ្នឹងទៀតជាបន្ទុកគ្រួសារទាំងមូលហើយពាក្យថាចិត្តបានគឺមានតែប្តីប្រពន្ធនឹងហើយប្រិមិត្តសូម្បីកូនបង្កើតក៏ដោយបើកូនបង្កើតនៅពេលដែលគេរៀបការប្តីឬប្រពន្ធហើយគេបែកគ្រួសារថ្មីគេទៅរកស៊ីកន្លែងផ្សេងនៅផ្ទះផ្សេងគឺមានគ្រួសារថ្មីរបស់គេអញ្ចឹងគេបំពេញតួនាទីធ្វើការរកស៊ីទុកដាក់បាទបំពេញនៅក្នុងគ្រួសារគេនៅពេលដែលពុកម្ដាយជួបបញ្ហាអ្វីមួយឈឺស្កាត់យប់ប្រលប់គេមកសួរសុខទុក្ខបានមកយប់ពីរយប់អាស្រ័យទៅលើពេលវេលាជាក់ស្ដែងដែលគេសុំច្បាប់ពីកន្លែងការងារពីគេឬក៏កន្លែងរកស៊ីរបស់គេអាចមកបានប្រហែលថ្ងៃជារឿងរបស់គេពុកម្ដាយចាំតែមើលចិត្តថ្លើមតាមនឹងទៅនៅប្រិមិត្តគឺថាมันអាចតម្រូវតាមចិត្ត 100% ទេនេះកូនចៅដែលការហើយនៅប្រិមិត្តគេបែកគ្រួសារពីពុកម្ដាយកាលណាគេការហើយគេមានប្តីប្រពន្ធគេទៅនៅប្តីប្រពន្ធគេចិញ្ចឹមកូនគេយ៉ាងម៉ែឪដែលជួបបញ្ហាយប់ប្រលប់ឈឺស្កាត់ឬមានបញ្ហាអីមួយគេមកបានមកយប់ពីយប់តាមភាពជាក់ស្ដែងពេលវេលាជាក់ស្ដែងនៅប្រិមិត្តអញ្ចឹងកូនណាចិត្តបានកូនណាចិត្តមិនបានយើងមើលឃើញនៅពេលហ្នឹងហើយក៏យើងមិនអាចបន្ទោសឬក៏បាទធ្វើយ៉ាងម៉េចបានដែរគ្រាន់តែយើងសម្គាល់ចិត្តដោយលោកស្រីលើកឡើងយ៉ាងគ្រាន់សម្គាល់ចិត្តបាននៅពេលហ្នឹងហើយសម្រាប់ញាតិមិត្តជាអ្នករាប់អានឬក៏បងប្អូនសាច់ញាតិបងថ្លៃប្អូនថ្លៃហ្នឹងគឺថាគោដូចតែគ្នាដែរអ្នកណាដែលចិត្តបានគេអាសាមកអើតឈ្ងោកសួរសុខទៅអ្នកដែលគេចិត្តមិនបានគេអត់មានពេលវេលាគ្រប់គ្រាន់ក៏គេមិនបានមកអញ្ចឹងនេះជារឿងពិតនៅក្នុងសង្គមមិនថាជាតិសាសនាទេបាទគឺតែងតែជួបរឿងបែបហ្នឹងអញ្ចឹងរឿងនេះមិនសម្រាប់តែលោកស្រីទីណាម្នាក់ទេគឺទូទៅសម្រាប់មនុស្សលោកយើងបាទយើងគួរធ្វើចិត្តឲ្យបានហើយយើងគាត់តែសម្គាល់ទៅដូចស្រីថាអញ្ចឹងសម្គាល់ដឹងនៅពេលហ្នឹងដែលគាត់ជួបបញ្ហាគឺគាត់អាចដឹងថាអ្នកណាម្នាក់ជាមនុស្សល្អពិតឬក៏មិនល្អពិតដឹងហើយនៅពេលដែលយើងជួបបញ្ហាអ្នកដែលគេល្អស្មោះស្ម័គ្រជាមួយយើងគឺគេចិត្តដិតជាមួយយើងតិចមកហើយអ្នកដែលមិនល្អហ្នឹងគឺគេមិនសូវយកចិត្តទុកដាក់ទេហើយល្អបំផុតគឺប្តីប្រពន្ធកូនហ្នឹងហើយប្រិមិត្តបាទប្តីប្រពន្ធហ្នឹងហើយដែលនៅជាមួយគ្នាល្អល្អើនបាទដឹងក្តៅត្រជាក់ដឹងរាក់ដឹងជ្រៅបាទអាចរំលែកទុកគ្នាបានបាទនៅលើកម្លាំងចិត្តគឺប្តីប្រពន្ធហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់លោកស្រីទីរណាគឺមាន2ខ្លឹមសារហើយបងប្អូនយល់ហើយខ្ញុំបាទសូមបញ្ចប់ត្រឹមហ្នឹងហើយអរគុណសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនថ្ងៃស្អែកចាំវិលមកជួបបងប្អូនសាជាថ្មីដោយមានព័ត៌មានថ្មីទាន់ហេតុការណ៍មកចែកជូនបន្តទៀតគ្រាន់តែពុកម៉ែបងប្អូនជួយចុច Subscribe និងរូបកណ្ដឹងមួយប៉ុណ្ណោះហើយកុំមកឆ្លងបើសិនកើតមានក៏សូមអធិស្ឋាននិងចូលរួមមតិយោបល់មកខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយអរគុណណាស់គ្រប់ជូនពរពុកម៉ែបងប្អូនជួបប្រទេសសុខចម្រើនតរៀងទៅនិយាយជារួមហើយនិយាយដោយឡែកគឺក្រុមគ្រួសាររបស់លោកស្រីទីរណាក៏ឲ្យសុំប្រកបសុខនិងចម្រើនផងដែរសម្រាប់លាចុងក្រោយខ្ញុំបាទសូមគោរពលាសន្យាថាវិលមកជួបបងប្អូននៅថ្ងៃស្អែកអរគុណ